cứ nơi tại chặt sre nơi không ở phật cũng nơi được bỏ phải chia bọn chơi mua chùm luôn còn nơi tại cái thắng stray cứ chia mà chia phết tuần sau ơi có trong băng ai sẽ từ cái từ lơ qua rồi anh chứ có trong khoan thời giấy mẹ nghe bảo con nâng giấy lên sai nữa nâng ở này cái sai tại vì phải nhà xa nâng lên sai đôi bully qua đôi dương đôi nhung khơi miên video thay đã ôn sray môi sray mà nè đã còn dùng còn ấy kháng á là việc tha kê tha còn nó mau hay còn ấy chân á khơi nhẹ dương mơ khơi á dương cái thả nâng với chiếc ca lên sai nâng bây giờ mau bên bên đấy xua thả biệt lên sai được on đó á dương giấy hay dương chop ấy bên tay nè thật tua á rắm quát cứ đứt đam nơi khung nâng quát chui chắp quát khăng khăng à chụp đi xuôi này đừng ngó cái đi hay nên spam cùng sao vậy mấy một can to này vậy digital podcast chúng ba bị bố cứ chỉ nè sầm rùa hay sầm cái đi cứ dương chung hoạt động thì nó bọt tị bốn đại dương thì chơi ông pí ông pơ hăng xá sẽ tôi dùng mình chân đỡ tam report online rồi có bị sao ông lấy cái hao thá online gender based violence ដែលមានភាសាកាត់ថា OGBV អញ្ចឹងអាចជាស្រីដល់អ្នកគ្នាថ្ងៃនេះខ្ញុំសូមប្រើពាក្យកាត់នេះដើម្បីយើងអាចជជែកគ្នាដើម្បីឲ្យមានភាពងាយស្រួលដោយមិនបាច់អាចវៃអញ្ចឹងណាសម្រាប់ប្រធានបទនេះគឺពួកយើងបានលើកយកមកជជែកដូចយើងបានដឹងចឹងថាប្រព័ន្ធ digital ដែលយើងប្រើប្រាស់គឺផ្ដល់នូវគុណសម្បត្តិហើយនិងគុណវិបត្តិអញ្ចឹងនៅក្នុងកំឡុងដែលគុណវិបត្តិហ្នឹងគឺមានមនុស្សជាច្រើនក្រុមដែលត្រូវបានទទួលរងនៅការបៀតបៀនឬក៏ការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញនឹងជាដើមដូច្នេះហើយបញ្ហានេះវាមិនមែនជាបញ្ហាធម្មតាទេដែលយើងទាំងអស់គ្នាត្រូវតែចូលរួមដោះស្រាយហើយថ្ងៃនេះគឺយើងមានវាគ្មិនពិសេសដែលចូលរួមដើម្បីជជែកទៅលើប្រធានបទមួយនេះអញ្ចឹងដើម្បីឲ្យខាត់ជើយើងជួបជាមួយនឹងវាគ្មិនទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអូនលើកទី1ដែលខ្ញុំបានជួបបងអញ្ចឹងប្រហែលជាទស្សនិកជនយើងក៏ចង់ដឹងពីបងបន្ថែមដែរអញ្ចឹងបងអាចជួយណែនាំខ្លួនបន្តិចទៅកាន់ទស្សនិកជនយើងបងចាជាដំបូងសូមជម្រាបសួរក៏ដូចជាសួស្តីទៅដល់ប្រិយមិត្តរបស់តោះនិយាយអំពី digital ទាំងអស់គ្នាខ្ញុំឈ្មោះម៉ៅម៉ាប់ខ្ញុំជានាយិកាប្រតិបត្តិអង្គការក្លាហានអញ្ចឹងមើលទៅចំបងជាអ្នកជំនាញថ្ងៃនេះហ្មងអញ្ចឹងខ្ញុំកុំឲ្យខាត់ពេលយូរយើងចង់ជជែកថាបងតើ OGBV ហ្នឹងគឺជាអីដែរបងអាចជួយបញ្យល់បានទេបងចា OGBV ហ្នឹងជារួមទៅគឺបើសិនជាយោងទៅតាមអ្នកនាំពាក្យពិសេសរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិដែលទទួលបន្ទុកអំពីអំពើហិង្សាប្រឆាំងទៅលើស្ត្រីហ្នឹងគាត់បានលើកឡើងថា OGBV ឬក៏អំពើហិង្សាតាក់ទងនឹង gender តាមប្រព័ន្ធអនឡាញហ្នឹងគឺជាទម្រង់ឬក៏រាល់សកម្មភាពទាំងឡាយណាដែលប្រព្រឹត្តឬក៏ជំរុញឲ្យមានឬក៏ធ្វើឲ្យកាន់តែមានសភាពធ្ងន់ធ្ងរប្រឆាំងជាមួយនឹងស្ត្រីដោយផ្នែកខ្លះឬក៏ទាំងស្រុងតែម្ដងដែលប្រើប្រាស់ព័ត៌មានឬក៏បច្ចេកវិទ្យាដូចជាអ៊ីនធឺណិតដូចជាទូរស័ព្ទដៃឬក៏ប្រព័ន្ធ social media ឬក៏ email អីផ្សេងៗហ្នឹងដែលធ្វើឲ្យប៉ះពាល់ទៅដល់ស្ត្រីមែនតើទៅវាអត់ខុសពីអំពើហិង្សាផ្អែកលើ gender ដែលយើងកើតនៅខាងក្រៅឯងគ្រាន់តែទម្រង់វាគឺវាកើតឡើងនៅលើប្រព័ន្ធអនឡាញហើយវាប្រើប្រាស់មួយផ្នែកឬក៏ទាំងស្រុងនៃព័ត៌មានឬក៏បច្ចេកវិទ្យាដែលនាំឲ្យមានអំពើហិង្សាហ្នឹងអំពើហិង្សាផ្អែកលើ gender គឺមានច្រើនទម្រង់មានទាំងការប្រើអំពើហិង្សាដោយលើរូបរាងកាយការប្រើប្រាស់ពាក្យសម្ដីឬក៏កាយវិការអីផ្សេងៗអាហ្នឹងវាជាទម្រង់នៃអំពើហិង្សាដែលកើតឡើងនៅខាងក្រៅនៅក្នុងអនឡាញហ្នឹងក៏ដូចគ្នាដែរគ្រាន់តែគេប្រើបច្ចេកវិទ្យាគេប្រើប្រាស់ព័ត៌មានដើម្បីប្រព្រឹត្តជាទម្រង់នៃអំពើហិង្សាទៅលើស្ត្រីឬក៏ទៅលើគឺឬក៏ដោយសារតែ gender របស់ពួកគាត់អូខេបងចាហ្នឹងគឺជាយើងហៅថាអំពើហិង្សាផ្អែកលើ gender តាមប្រព័ន្ធអនឡាញហើយបើយើងមើលទៅលើទម្រង់ទៀតតាមពិតវាមានកាត់ឡើងច្រើនទម្រង់ប៉ុន្តែបើយើងផ្អែកទៅលើការសិក្សាស្រាវជ្រាវរបស់អង្គការក្លាហានដែលយើងបានធ្វើការពីឆ្នាំ2025យើងឃើញមានទម្រង់3ធំដែលយើងអ្នកចូលរួមនៅក្នុងការស្ទង់មតិរបស់យើងបានលើកឡើងណាទី1គឺការប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើមឬក៏ការមាក់ងាយចាហ្នឹងវាជាទម្រង់មួយហើយមួយទៀតគឺការបៀតបៀនឬក៏ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញហ្នឹងហើយនៅក្នុងហ្នឹងភាគច្រើនគឺយើងឃើញរបៀបជាការរំលោភបំពានផ្អែកទៅលើរូបភាពការរំលោភបំពានផ្អែកទៅលើរូបភាពហ្នឹងមានន័យថាម៉េចមានន័យថាគឺការបង្ហាញជារូបភាពអាភាសឬក៏អីអញ្ចឹងទៅហើយការចែករំលែកនៅរូបភាពស្និទ្ធស្នាលរវាងដៃគូហ្នឹងដោយមិនមានការព្រមព្រៀងពីភាគីម្ខាងទៀតឬក៏ការលួងលោមប្រើល្បិចអីផ្សេងៗដើម្បីឲ្យថតជារូបភាពអាក្រាតឬក៏រូបភាពមិនសមរម្យអីផ្សេងៗនៅក្នុងគោលដៅជាមធ្យោបាយមួយដើម្បី
គ្រប់គ្រងឬក៏ដាក់គំនាបឬក៏ចម្រិតទាជាលុយអីផ្សេងៗពីជនរងគ្រោះដែលយើងមើលឃើញណាហើយមួយទៀតគឺទម្រង់មួយទៀតដែលយើងឃើញច្រើនដែរហ្នឹងដែលអ្នកចូលរួមបានលើកឡើងច្រើនដែរហ្នឹងគឺតាក់ទងជាមួយនឹងscamming ចា scamming នៅកន្លែងនេះគឺជារបៀបជា romantic scam របៀបជាការប្រើបោកបញ្ឆោតក្នុងទម្រង់ស្នេហាឬក៏អីផ្សេងៗអញ្ចឹងទៅបន្ទាប់ពីជនរងគ្រោះគាត់ជឿជាក់ទៅលើភាគីម្ខាងទៀតហើយគាត់អាចឈានទៅការគ្រប់គ្រងឬក៏ការចម្រិតទារប្រាក់ឬក៏អីផ្សេងៗហើយការប្រើប្រាស់ជារូបភាពមិនមែនជារូបភាពបន្ទាត់ណាដោយរបៀបថាគាត់ជាមនុស្សចាស់ឬក៏អីអញ្ចឹងតែគាត់យករូបភាពក្មេងជាយុវជនយកអីព្រោះគាត់ដឹងថាអ្នកដែលគាត់ចង់ធ្វើឬក៏ចង់តាក់ទងអីហ្នឹងគឺជាក្មេងចាអញ្ចឹងប្រហែលជាស្រួលបោកហ្នឹងហើយវាអាចជារបៀបជា romantic scam ហ្នឹងចាហ្នឹងដែលយើងមើលឃើញណាហើយបើសួរថាប្រជាពលរដ្ឋយល់ដឹងអំពីបញ្ហានឹងច្រើនអត់បងទៅភ្ជាប់ជាមួយនឹងមកប្រជាពលរដ្ឋកម្ពុជាយើងមិនដែរប្រជាពលរដ្ឋកម្ពុជាយើងបើយើងមើលទៅបញ្ហា OGBV នេះមិនមែនជាបញ្ហាមួយដែលកើតឡើងនៅតែប្រទេសកម្ពុជាទេអញ្ចឹងគឺជាការព្រួយបារម្ភជាសកលតែម្ដងប៉ុន្តែបើត្រឡប់មកមើលប្រជាជនកម្ពុជាយើងសួរថាការយល់ដឹងមិនគាត់កម្រិតណាអញ្ចឹងបើសិនជាតាមការសិក្សាស្រាវជ្រាវរបស់អង្គការក្លាហានយើងឃើញថាមានតែ 24% ទេដែលគាត់នៅក្នុងអ្នកចូលរួមជាង100នាក់129នាក់ហ្នឹងគឺមានតែ 24% ទេដែលគាត់ថាគាត់យល់ដឹងអំពី OGBV ហ្នឹងហើយទន្ទឹមនឹងហ្នឹងមានអ្នកខ្លះទៀតគាត់អត់ធ្លាប់ឮទេអត់ធ្លាប់ឮថាអីទៅជា OGBV ហើយវាមានផលប៉ះពាល់អីអត់ព្រោះវាកើតឡើងនៅអនឡាញហ្នឹងនៅលើ digital space ហ្នឹងតើវាមានផលប៉ះពាល់អីដល់ខាងក្រៅគឺភាគច្រើនគឺគាត់អត់ដឹងទេហើយនៅក្នុងហ្នឹងដែរមានអ្នកខ្លះទៀតគាត់មានការយល់ច្រឡំថាបើយើងជាអំពីអំពើហិង្សាយើងធ្លាប់ឮធ្លាប់អីជាច្រើនកន្លងមកថាអំពើហិង្សាគឺច្រើនតែកើតឡើងនៅផ្លូវកាយផ្លូវចិត្តផ្លូវភេទផ្លូវសេដ្ឋកិច្ចអីជាដើមហើយកើតឡើងរវាងមនុស្សនៅចិត្តគ្នាឃើញគ្នាផ្ទាល់ប្រព្រឹត្តដោយផ្ទាល់ប៉ុន្តែនៅលើអនឡាញហ្នឹងមិនក៏មានការមិនក៏យើងហៅថាជាអំពើហិង្សាដែរអញ្ចឹងមានការយល់ច្រឡំគ្នាអញ្ចឹងហើយមួយទៀតបើសួរថាចុះហេតុផលអីបានវាឲ្យមានអំពើហិង្សាហ្នឹងអញ្ចឹងបើសិនជាយើងមើលទៅតាមអ្នកចូលរួមរបស់យើងគាត់លើកឡើងថាមានមូលហេតុ 3-4 ដែលធ្វើឲ្យអំពើហិង្សាហ្នឹងវាកាត់ឡើងនៅតែបន្តកាត់ឡើងហើយវាបាន transform ខ្លួនវាពីphysical មានន័យថាកាត់ឡើងដោយផ្ទាល់ហ្នឹងទៅលើប្រព័ន្ធ online ដែរចាអញ្ចឹងទី1គឺតាក់ទងជាមួយនឹងកម្រិតនៃការយល់ដឹងអំពីបច្ចេកវិទ្យាហ្នឹងគឺនៅមានកម្រិតអញ្ចឹងគាត់អត់ដឹងទេគាត់អត់ដឹងថាវាមានហានិភ័យអីច្រើនជួនកាលគាត់ដោយសារតែការយល់ដឹងមិនគាត់មានកម្រិតហ្នឹងគឺពេលដែលគាត់ download ឬក៏គាត់អីមក app អីផ្សេងគាត់អត់បានមើលអា rule ឬអីហ្នឹងឲ្យបានលម្អិតទេហើយពេលខ្លះទៀតគាត់អត់សូវយល់ដឹងពីអាទម្រង់អាបច្ចេកវិទ្យាហ្នឹងពេលគាត់ចង់បើក account ដូច Facebook ដូច Telegram ឬក៏អីផ្សេងឬក៏ email អីផ្សេងគាត់ទៅរកគេផ្សេងឲ្យជួយបង្កើតឲ្យគាត់អញ្ចឹងអាហ្នឹងគាត់វាហានិភ័យចាមួយទៀតដែរហ្នឹងគឺតាក់ទងជាមួយនឹង power dynamic មានន័យថាតំណែងតំណងអំណាចដែលវាអត់ balance វាអត់ស្មើភាពគ្នាអញ្ចឹងភាគច្រើនអ្នកដែលគាត់មានអំណាចជាងបើយើងធៀបទៅអា power dynamic រវាង gender មួយហ្នឹងភាគច្រើនសង្គមយើងគឺ privilege ទៅលើបុរសអញ្ចឹងគាត់បុរសគាត់គិតថាគាត់មានអំណាចជាងគាត់អីអញ្ចឹងគាត់ចង់បង្ហោះឬក៏គាត់ចង់បៀតបៀនគាត់ប្រើប្រាស់ពាក្យសម្ដី bully គេអីគាត់ថានឹងរឿងធម្មតានឹងអាហ្នឹងវាជាមូលហេតុមួយដែលឲ្យអំពើហិង្សាផ្អែកលើ gender តាមប្រព័ន្ធអនឡាញហ្នឹងវាកើតឡើងហើយមួយទៀតបទដ្ឋានសង្គមការរំពឹងទុកបានសង្គមតួនាទី gender គឺនៅតែចាក់ស្រេះនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋយើងមួយចំនួនគាត់នៅតែគិតថាស្ត្រីគឺជាមិនជាភេទទុនខ្សោយគាត់ចង់ពឹងផ្អែកសេដ្ឋកិច្ចទៅលើគាត់ឬក៏អីចឹងគាត់ចង់គ្រាន់តែនិយាយមាក់ងាយប៉ុណ្្នឹងនិយាយលេងសើចហ្នឹងអាហ្នឹងហ្នឹងគេថាលេងសើចតែវាបញ្ហាភាសាហ្នឹងលេងសើចដូច bully គាត់ដូចខ្ញុំឃើញមានវីដេអូថ្មីដែលប្អូនស្រីក្មួយស្រីម្នាក់ដែរគាត់យំគាត់អីខ្លាំងណារបៀបថាគេថាគាត់នឹងខ្មៅហើយហៅគាត់អីចឹងណាឃើញយើងមើលឃើញយើងគិតថាហ្នឹងវាជាការលេងសើចហ្នឹងបើយើងខ្មៅមែនប៉ុន្តែសួរថាពាក្យលេងសើចទាំងអស់ហ្នឹងយើងនិយាយហើយយើងចាប់ហើយប៉ុន្តែអ្នកទទួលអារម្មណ៍គាត់គឺដិតដាមនៅក្នុងនឹងគាត់ឈឺចាប់គាត់ខឹងខ្លាំងអានឹងវាជាទម្រង់មួយនៃការបៀតបៀនទៅលើរូបកាយរបស់កុមារបៀតបៀនទៅលើកុមារហើយវាធ្វើឲ្យវាអត់គោរពអាសិទ្ធិស្វ័យភាពរបស់គាត់
ចឹងវាធ្វើឲ្យគាត់នឹងលែងមានភាពជឿជាក់លើខ្លួនឯងគិតថាស្តង់ដារសម្រាប់នឹងវាត្រូវតែកំណត់ទៅរត់ទៅតាមសង្គមរត់ទៅតាមអីអានឹងវាមានហានិភ័យច្រើនទៀតនៅពេលដែលគាត់ព្យាយាមរត់តាមស្តង់ដារសង្គមហើយគាត់អត់ជឿជាក់អត់អីទៅលើខ្លួនឯងវាមានរឿងច្រើនទៀតហើយមួយទៀតដែលវាងាយស្រួលមែនតើដែលធ្វើឲ្យ online GBV នឹងវាកើតឡើងគឺចរិតលក្ខណៈរបស់ប្រព័ន្ធបណ្ដាញសង្គមនឹងតែម្ដងចង់និយាយថាចេះបើយើងអង្គុយទល់មុខគ្នាអញ្ចឹងចង់មិនចង់ទូបងអត់សុបាយចិត្តបងចង់អីគេប៊ូលីខ្លួនឯងក៏បងអត់ហ៊ាននិយាយត្រង់ដែរវារបៀបថាអីទៅតល់អីអញ្ចឹងណាប៉ុន្តែនៅពេលដែលនៅក្នុងអនឡាញទីមួយវានៅឆ្ងាយពីគ្នាចាឆ្ងាយយើងមើលគ្នាអត់ឃើញហើយដល់ពេលអាចប្រើ account អាណាមឹកដើម្បីយកមកក៏បានដែរបងហ្នឹងហើយយើងប្រើ account អាណាមឹកហ្នឹងដើម្បីទៅអាថាក់ណាគេម្នាក់ទៅវាយប្រហារណាគេម្នាក់ឬក៏ចង់ចែករំលែករូបភាពអីទៅឲ្យអ្នកណាម្នាក់ហ្នឹងគឺវាងាយស្រួលអាហ្នឹងហើយជាមូលហេតុដែលយើងធ្វើយើងមើលឃើញថាវាជំរុញឲ្យអំពើហិង្សាផ្អែកលើ gender ហ្នឹងវាមិនត្រឹមតែកើតឡើងនៅខាងក្រៅដោយផ្ទាល់ទេវាបានសម្របសម្រួលឲ្យទៅកើតនៅលើប្រព័ន្ធ digital ហ្នឹងដោយភាពងាយស្រួលទាំងអស់ហ្នឹងបាទបងចាអូខេអញ្ចឹងបងមើលទៅបញ្ហានេះប្រជាជនរបស់យើងគាត់ក៏នៅមានកម្រិតនៃការយល់ដឹងតទៅមាន OGBV អញ្ចឹងខ្ញុំចង់ភ្ជាប់ទៅនឹងសំណួរហ្នឹងដែរថាតើនរណាដែលជាក្រុមដែលនឹងងាយរងគ្រោះទៅលើបញ្ហានៃ OGBV នេះជាងគេបងបើយោងតាមការសិក្សាស្រាវជ្រាវរបស់យើងដោយសារតែការយល់ដឹងរបស់ប្រជាពលរដ្ឋយើងវាមានលក្ខណៈខុសគ្នាហើយទៅតាមក្រុមនីមួយៗទៅតាមភូមិសាស្ត្រនីមួយៗហើយមួយទៀតគឺអាស្រ័យទៅលើការបង្ហាញខ្លួនរបស់គាត់នៅលើប្រព័ន្ធ digital ណាវាមានលក្ខណៈខុសគ្នាដែរខ្ញុំឧទាហរណ៍ថាក្មេងស្រីឬក៏អ្នកដែលនៅតាមទីជនបទអីផ្សេងៗគាត់អត់សូវ expose ខ្លួនគាត់នៅលើ social media ទេអញ្ចឹងអាហានិភ័យនៃអំពើហិង្សាតាម online ហ្នឹង OGBV ហ្នឹងក៏វាមានកម្រិតទាបជាងដែរចាហើយបើយើងធៀបពីអាយុធៀបពីអីទៀតក៏វាមានលក្ខណៈខុសគ្នាប៉ុន្តែបើផ្អែកទៅលើ research របស់យើងឃើញថាអ្នកដែលចូលរួមការសិក្សាស្រាវជ្រាវរបស់យើងនឹងភាគច្រើនគាត់លើកឡើងថាគាត់គិតថាស្ត្រីហើយនឹងបុគ្គលក្រុមអ្នកស្រឡាញ់ភេទដូចគ្នានឹងហើយនឹងអ្នកដែលមានពិការភាពនឹងគឺជាក្រុមដែលងាយរងគ្រោះដោយអំពើហិង្សាតាក់ទងមួយ gender តាមប្រព័ន្ធ online នឹងច្រើនជាងគេខ្ញុំឧទាហរណ៍ហេតុអីបានយើងគិតថាបុគ្គលអ្នកក្រុមអ្នកស្រឡាញ់ភេទដូចគ្នានឹងគាត់អាចប្រឈមច្រើនដោយសារតែយើងឃើញថាឥឡូវហ្នឹងគឺមានការទទួលស្គាល់មានការជំរុញការលើកទឹកចិត្តច្រើនអញ្ចឹងពួកគាត់ចាប់ផ្ដើម expose ខ្លួនគាត់ដើម្បីបង្ហាញខ្លួនគាត់ជាខ្លួនគាត់នៅលើប្រព័ន្ធ social media អីផ្សេងៗអីអញ្ចឹងទៅជួនកាលគាត់និយាយនៅក្នុងការតស៊ូមតិឲ្យមានការទទួលស្គាល់អំពីសិទ្ធិអំពីសមភាពអាពាហ៍ពិពាហ៍អីបានពួកគាត់អីអញ្ចឹងទៅអញ្ចឹងទោះបីជាមានការទទួលស្គាល់ក៏ដោយប៉ុន្តែនៅមានបុគ្គលជាច្រើនទៀតដែលគាត់អត់ទាន់អាចទទួលយករឿងនឹងបានទេអញ្ចឹងគាត់ទទួលរងនៅការតិចទៀនការបៀតបៀនច្រើនអញ្ចឹងទៅហើយក្រុមស្ត្រីក៏អញ្ចឹងដែរក៏គាត់ទទួលរងនៅការបៀតបៀនអីផ្សេងៗគុំថាតែអ្នកដែលប្រើប្រាស់បណ្ដាញសង្គមធម្មតាសូម្បីតែអ្នក influencer អ្នកដែលស្ត្រីជាអ្នកការពារសិទ្ធិមនុស្សអ្នកការពារបរិស្ថានអ្នកការពារសិទ្ធិស្ត្រីអីផ្សេងៗហ្នឹងនៅពេលដែលគាត់ចាប់ផ្ដើមនិយាយគឺមានការតិចទៀនការបៀតបៀនជាពិសេសបើយើងមើលអ្នកដែលគាត់ព្យាយាមនិយាយអំពីរឿងអប់រំពាក់ព័ន្ធជាមួយនឹងសិទ្ធិផ្លូវភេទសុខភាពតពូជវាជាប្រធានបទមួយដែលថាប៊ូជាប្រធានបទមួយដែលនៅអត់ទាន់មានការបើកទូលាយនៅក្នុងការជជែកទេអញ្ចឹងនៅពេលដែលគាត់និយាយគាត់ទទួលរងនៅ comment ទទួលរងនៅអីច្រើនអញ្ចឹងតាមការលើកឡើងរបស់អ្នកចូលរួមរបស់យើងគាត់ថាក្រុមដែលងាយរងគ្រោះច្រើនហ្នឹងគឺស្ត្រីបុគ្គលក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជនដែលមានពិការភាពបាទបងអញ្ចឹងអាចសុំជាឧទាហរណ៍តទៅជាមួយនឹងបញ្ហានឹងតិចបានទេបងដែលពួកគាត់ទទួលរងបញ្ហានឹងហើយប៉ុន្តែនិយាយថាជាពួកគាត់ជួបញឹកញាប់មែនតើទៅលើបញ្ហានឹងហ្មងអាចថាមានជាករណីសិក្សាណាផ្សេងទេបងតកតងជាមួយនឹងអ្នកមានពិការភាពគឺអាស្រ័យទៅលើពិការភាពរបស់ពួកគាត់ឧទាហរណ៍ថាបើសិនជាគាត់ប្រើប្រាស់ social media ហ្នឹងបើសិនជាគាត់អាចបង្ហាញឬក៏គាត់ចូលរួមអីចឹងគាត់មានការរិះគន់ឬក៏ការអីចឹងប៉ុន្តែនិយាយចឹងមិនមែនមានន័យថាជាទូទៅទេអ្នកខ្លះក៏នៅតែមានទស្សនៈមួយរបៀបថាការរើសអើងឬក៏អីអញ្ចឹងទាំងវាតម្លៃទៅលើរូបរាងរបស់គាត់ឬក៏លើពិការភាពរបស់គាត់អីអញ្ចឹងទៅអាហ្នឹងវាជាទម្រង់ដែលយើងមើលឃើញណាចាអញ្ចឹងយើងមើលឃើញថាបញ្ហានេះវានៅតែបន្តដដែលអញ្ចឹងបងបើសិនជាបញ្ហានេះវាមិនត្រូវបានយកចិត្តទុកដាក់ក្នុងការដោះស្រាយតើយើងអាចនឹងទទួលបានផលប៉ះពាល់រយៈពេលមានអ្វីខ្លះដែរបងអាចនឹងកើតមានឡើងវាមានផលប៉ះពាល់ច្រើនជាពិសេសគឺផលប៉ះពាល់រយៈពេលវែងក៏យើងមើលឃើញមានដែរអ្នកចូលរួមរបស់យើងភាគច្រើនលើកឡើងថានៅពេលដែលជនរងគ្រោះគាត់ទទួលរងនៅអំពើហិង្សាផ្អែកលើ gender ហ្នឹងទី1គឺប៉ះពាល់បញ្ហាផ្លូវចិត្តរបស់គាត់
ចាប៉ះពាល់បញ្ហាផ្លូវចិត្តហើយមួយទៀតគឺធ្វើឲ្យគាត់ហ្នឹងគឺថា isolate ខ្លួនឯងណាមានន័យថាដាច់ខ្លួនមិនចង់ជួបណាគេទាំងអស់ ដកខ្លួនចេញហ្មងទាំងដកខ្លួនចេញទាំងពីប្រព័ន្ធអនឡាញហើយនឹងនៅខាងក្រៅហ្នឹងក៏អញ្ចឹងដែរគឺគាត់ដកខ្លួនឯងចេញក៏ឲ្យបើទោះបីជាគាត់នៅតែលេងប្រព័ន្ធអនឡាញអញ្ចឹងក៏ដោយប៉ុន្តែគាត់គេហៅថា self censorship មានន័យថាគាត់រត់ទៅបិទខ្លួនឯងគាត់ថាអានេះមកទៅអត់គួរនិយាយអត់គួរ share ឬក៏អត់គួរ comment ទេខ្លាចមានមតិយោបល់អីអញ្ចឹងណាឬក៏គាត់ថាគាត់ធ្លាប់មានបទពិសោធន៍អីអញ្ចឹងធ្វើទៅខ្លាចមានផលប៉ះពាល់អីផ្សេងៗគឺមានផលប៉ះពាល់ទាំងនៅលើ online របស់គាត់ហ្នឹង online space របស់គាត់ហើយព្រមទាំងនៅខាងក្រៅដែរខ្ញុំនិយាយថានៅខាងក្រៅដូចជាមិនទៅដូចជាគាត់រត់បិទខ្លួនឯងអត់ចង់ទៅជួបមិត្តភ័ក្តិអត់ចង់ទៅនិយាយអីដោយសារគាត់ខ្លាចថារឿងរបស់គាត់នឹងត្រូវបានមិត្តភ័ក្តិដឹងគាត់អីគាត់ខ្មាស់គេបាទទី2គាត់បាត់បង់ឱកាសនៅក្នុងការចូលរួមស្វែងរកប្រាក់ចំណូលខ្លួនឯងចូលរួមនៅក្នុងការអភិវឌ្ឍហើយនៅក្នុងការអភិវឌ្ឍនឹងទៀតយើងមានទាំងការអភិវឌ្ឍសមត្ថភាពតខ្លួនការចូលរួមអភិវឌ្ឍនៅក្នុងសង្គមមិនយើងផងដែរគឺគាត់រត់បិទខ្លួនឯងគាត់ activate account មិនគាត់បិទលែងប្រើប្រាស់ account ហ្នឹងបាទគាត់រឹតបន្តឹងខ្លួនឯងនៅក្នុងការ access ទៅលើព័ត៌មានអីផ្សេងសួរថានៅពេលដែលយើងអត់ដឹងព័ត៌មានយើងអត់ឃើញអំពីការវិវត្តអីផ្សេងយើងបាត់បង់ឱកាសហើយដូចយើងឧទាហរណ៍ជាក់ស្ដែងឥឡូវឱកាសនៅក្នុងការស្វែងរក scholarship ស្វែងរកការងារអីផ្សេងគឺគេផុសនៅលើ social media អញ្ចឹងបើសិនជាគាត់រឹតបន្តឹងខ្លួនឯងគាត់អត់ចូលទៅមើល social media វាធ្វើឲ្យគាត់ដើរអត់តន់គេគាត់បាត់បង់ឱកាសនៅក្នុងការទទួលបានការសិក្សាបាត់បង់ឱកាសក្នុងការស្វែងរកការងារហើយបើសិនជាអ្នកនឹងគាត់ជាអ្នកប្រកបរបរអាជីវកម្មអនឡាញទៀតវារត់តែប៉ះពាល់ជីវភាពធ្ងន់ធ្ងរទៀតហើយអានឹងវាមានរយៈពេលវែងសម្រាប់គាត់ដើម្បីឲ្យគាត់មានការផ្សះផ្សាសាសជាអំពីអានឹងឡើងវិញធម្មតាវាត្រូវការប្រើប្រាស់ពេលវេលាយូរទន្ទឹមនឹងដែរគឺដោយសារតែយើងមើលឃើញថារាល់ថ្ងៃនេះប្រព័ន្ធគាំពារទាំងផ្លូវចិត្តទាំងប្រព័ន្ធគាំពារសង្គមឬក៏ផ្លូវច្បាប់ចំពោះអំពើហិង្សាផ្អែកលើ gender ជាពិសេសគឺរឿង OGBV នឹងទៀតសោតគឺនៅមានកម្រិតមែនតើអញ្ចឹងនៅពេលដែលជនរងគ្រោះគាត់មានបញ្ហាអីគាត់អត់បានទៅរកប្រព័ន្ធគាំពារខាងដែលជាប្រព័ន្ធគាំពារផ្លូវការគាត់ច្រើនតែទៅប្រាប់មិត្តភ័ក្តិទៅប្រាប់សាច់ញាតិគាត់ឬក៏អីអញ្ចឹងឲ្យជួយអញ្ចឹងវាបានតែជួយវាជួយផ្នែកអារម្មណ៍របស់គាត់ប៉ុន្តែគាត់អត់ទទួលបានយុត្តិធម៌ទេនៅពេលដែលគេរំលោភបំពានគាត់ហើយឱកាសនៃការកើតនៅអំពើបែបហ្នឹងគឺវានៅតែបន្តកើតមានព្រោះជនប្រព្រឹត្តគាត់អត់បានទូខុសត្រូវចំពោះមុខច្បាប់ផងហ្នឹងអញ្ចឹងបាទខ្ញុំបើចង់ភ្ជាប់ទៅនឹងឲ្យមកបើសិនជាបញ្ហានៅតែកើតមានឡើងយើងអញ្ចឹងតើគាត់ដែលជាយុវជនហ្នឹងតើគួរតែមានវិធីសាស្ត្រការពារខ្លួនបែបម៉េចឬក៏យើងមានវិធីសាស្ត្រណាដើម្បីអាចដោះស្រាយបញ្ហាហ្នឹងបានណាបងមានវិធីច្រើនដែលយើងអាចធ្វើបានទី1គឺយើងអាចត្រួតពិនិត្យលើប្រព័ន្ធ social media ដែលយើងប្រើប្រាស់ណាមានន័យថាយើងចាប់ផ្ដើមមើលគ្រប់ platform ឬក៏គណនីដែលយើងប្រើប្រាស់ហ្នឹងយើងពិនិត្យទៅលើឯកជនភាពឬក៏ security របស់យើងហ្នឹងគឺយើងត្រូវតែពិនិត្យឲ្យបានទៀងទាត់ហើយយើងចេះ lock គេ password ឬក៏ two factor អីអញ្ចឹងទៅហើយយើងព្យាយាមស្វែងយល់ចំណេះដឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យានឹងឲ្យបានច្រើនព្រោះឥឡូវវា complicated វាមាន AI ផងអីផងចូលមកនៅក្នុងនឹងអញ្ចឹងទៅពេលខ្លះវាជួយជំរុញអានឹងរត់ងាយស្រួលចាអញ្ចឹងយើងត្រូវតែមានការត្រួតពិនិត្យជាទៀងទាត់ update password អីផ្សេងហ្នឹងហើយមួយទៀតយើងគួរតែកុំចូលរួមជាអ្នកប្រព្រឹត្តអំពើហិង្សាផ្អែកលើ gender នឹងដែរពីខ្លួនយើងផ្ទាល់ចាតាមរយៈអីគេតាមរយៈការចូលរួមចែករំលែករូបភាពដែលមិនសមរម្យតាមរយៈឃើញអ្វីដែលមិនឆ្គាំឆ្គងហើយឃើញ comment ដែលមិនល្អហើយយើងទៅចូលរួម comment នៅក្នុងនឹងទៀតអញ្ចឹងមានន័យថាយើងនឹងក៏ចូលរួមនៅក្នុងការប្រព្រឹត្តអានឹងដែរបាទបងចាអានឹងវាជារឿងសំខាន់ចាហើយមួយទៀតយើងអាចធ្វើជាដៃគូនៅក្នុងការគ្រប់គ្រងទៅដល់មិត្តភ័ក្តិឬក៏អ្នកដែលយើងស្គាល់ដែលគាត់ជួបប្រទះជាមួយនឹងអំពើហិង្សាផ្អែកលើ gender តាម online ហ្នឹងតាមរយៈការជឿជាក់ទៅលើគាត់ស្ដាប់គាត់
ហើយផ្ដល់ប្រឹក្សាឲ្យគាត់បើសិនជាយើងអត់ដឹងថាយើងអត់មានជំនាញទេយើងអាចផ្ដល់ព័ត៌មានឲ្យគាត់ទៅស្វែងរកអ្នកជំនាញទោះបីជាឥឡូវហ្នឹងយើងអាចនិយាយថាប្រព័ន្ធគ្រប់គ្រងហ្នឹងវាអត់តន់ទូលំទូលាយឬក៏អត់តន់ច្រើនតែយ៉ាងហោចណាស់ក៏យើងមានអង្គការដៃគូមួយចំនួនដែលគាត់ផ្ដល់ការគ្រប់គ្រងទាំងបច្ចេកទេសទាំង technical ឬក៏ទាំងសេវាផ្លូវច្បាប់ហើយក៏យើងមាននៅក្នុងក្រសួងមហាផ្ទៃយើងមាននាយកដ្ឋានមួយដែលគេទទួលបន្ទុករឿងនឹងដែរអញ្ចឹងយើងអាចជួយគាត់មានន័យថាស្ដាប់គាត់ជឿជាក់លើគាត់ស្ដាប់ដោយគុំវិនិច្ឆ័យចាស្ដាប់ដោយជឿជាក់គាត់ហើយឲ្យផ្ដល់ជាជំនួយទៅឲ្យគាត់ថាឥឡូវគេផ្ដល់ជាព័ត៌មានឲ្យគាត់ថាអាចទៅរកសេវាគ្រប់គ្រងនៅកន្លែងនេះឲ្យគាត់អាចប្រឹក្សាជាមួយអ្នកជំនាញចាហ្នឹងជារឿងសំខាន់ហើយមួយទៀតរឹតតែសំខាន់ដែរហ្នឹងគឺកុំចូលរួមនៅក្នុងការពង្រីកនៅវប្បធម៌ស្ដីបន្ទោសជនរងគ្រោះចាអាហ្នឹងគឺជារឿងសំខាន់ពេលដែលគាត់មានបញ្ហាគាត់លើកឡើងនៅក្នុងបណ្ដាញសង្គមថាគាត់ត្រូវបានគេបៀតបៀននៅលើបណ្ដាញសង្គមកុំចាប់ផ្ដើមឡើងគឺសំណួរដែលស្ដីបន្ទោសទៅដល់គាត់ខ្ញុំឧទាហរណ៍ដូចជាហើយដឹងតែយើងអញ្ចឹងដែរយើងទៅលេង social media ធ្វើអីអាហ្នឹងវាជាសំណួរបែបស្ដីបន្ទោសហើយឧមាថាបើឃើញគាត់ស្លៀកពាក់អីរបៀបស៊ីថាយើងស្លៀកពាក់ស៊ីអញ្ចឹងបានជាគេហារ៉ាសឬក៏គេបៀតបៀនអាហ្នឹងគឺជាសំណួរដែលមិនគួរសួរសោះតែម្ដងចាកាលណាយើងធ្វើបែបហ្នឹងយើងចូលរួមនៅក្នុងការស្ដីបន្ទោសជនរងគ្រោះមានន័យថាយើងបំបិទឱកាសគាត់នៅក្នុងការស្វែងរកការគាំពៀហើយបើគាត់អត់ស្វែងរកការគាំពៀគាត់អត់មានយុត្តិធម៌អញ្ចឹងមានន័យថាយើងចូលរួមឲ្យអំពើទាំងអស់ហ្នឹងគឺវានៅតែបន្តកើតមានរហូតអត់មានទីបញ្ចប់អញ្ចឹងចាហើយមួយទៀតដែរបើសិនជាយើងជួបបញ្ហាទាំងអស់ហ្នឹងដោយផ្ទាល់ឬក៏យើងដឹងថាមិត្តភ័ក្តិយើងជួបអ្វីដែលយើងគួរធ្វើមុនគេទី1យើងកុំតបតចាយើងកុំតបតកុំឆ្លើយតបជាមួយនឹង comment ឬក៏អីឬក៏មកទៅទម្រង់នៃការបៀតបៀនទាំងអស់ហ្នឹងមានន័យថាបើយើងកាន់តែតបតអាអ្នកបំពេញហ្នឹងគឺគេកាន់តែធ្វើខ្លាំងឡើងតែយើងកុំតបតហ្នឹងនៅមានទៀតមិនមែនមានន័យថាអត់ធ្វើអីឲ្យគេធ្វើអញ្ចឹងឯងមានន័យថាភ្លាមយើងអត់ប្រតិកម្មជាមួយគាត់ទេអត់តបតឯងប៉ុន្តែយើងចែករំលែកព័ត៌មានទាំងអស់ហ្នឹងទៅអ្នកដែលយើងទុកចិត្តឬក៏ទៅមិត្តភ័ក្តិឬក៏យើងអាចទៅរាយការណ៍ទៅឲ្យអាជ្ញាធរខ្ញុំឧទាហរណ៍ថាបើសិនជាយើងឃើញថាគេយករូបភាពរបស់យើងទៅចែករំលែកដោយអត់មានការព្រមព្រៀងពីយើងហើយជារូបភាពដែលវាអត់សមទំនងអីអញ្ចឹងណាអញ្ចឹងយើងកុំទៅតបតយើងកុំទៅអីគឺយើងត្រូវតែចែករំលែកព័ត៌មានទាំងអស់ហ្នឹងស្វែងរកការគ្រប់គ្រងទៅអាជ្ញាធរពាក់ព័ន្ធឬក៏ទៅអង្គការណាដែលគាត់ធ្វើការលើរឿងហ្នឹងពីព្រោះថាឥឡូវហ្នឹងអង្គការក្លាហានជាមួយនឹងដៃគូរបស់យើង ODC ក៏យើងមានការផ្ដល់ការគ្រប់គ្រងផ្នែកបច្ចេកទេសមួយចំនួនឧទាហរណ៍ថាបើសិនជា account របស់គាត់ត្រូវបានគេលួចឬក៏រូបភាពរបស់គាត់អីផ្សេងៗយើងមានយន្តការនៅក្នុងការ report ទៅtax company ឲ្យគាត់ជួយនៅក្នុងការរឿងហ្នឹងអីចឹងណាអញ្ចឹងគាត់អាចធ្វើអញ្ចឹងបានហើយមួយទៀតរក្សាផុសតាងដោយអូននិយាយមែនអញ្ចឹងយើងមិនមែនឃើញគេ attack យើងអីហើយអញ្ចឹងយើងលុបផុសតាងចោលហើយយើង isolate ខ្លួនយើងចេញលេងរវល់លេងអីបិទ account យកហ្មងអាហ្នឹងវាអត់ជួយទេមានន័យថាយើង screenshot យើងរក្សាកត់ឈ្មោះអ្នកដែល attack យើងហ្នឹងពេលវេលាហើយពីគណនីរបស់នឹងអ្នកនឹងឈ្មោះអីអញ្ចឹងទៅដើម្បីយើងទៅអន្តរាគមពីអាជ្ញាធរឬក៏ពីភាគីពាក់ព័ន្ធអីផ្សេងអាហ្នឹងដែលយើងអាចធ្វើបានហើយយើងអាចជួយមិត្តភ័ក្តិយើងបានចា៎អូបងខ្ញុំអត់ទទួលបានច្រើនមែនតើតើតោជាមួយនឹងបញ្ហានេះហើយក៏អត់ចង់បញ្ចប់នៅការសន្ទនាមួយបងឯងប៉ុន្តែក៏សូមមកសំណួរចុងក្រោយទៅកាន់បងចង់តើបងមានជាសារអីដើម្បីចែករំលែកទៅកាន់យុវជនរបស់យើងដើម្បីឲ្យពួកគាត់នៅក្នុងការរួមគ្នាបង្កើតលំហ digital មួយឲ្យមានសុវត្ថិភាពជាងមុនអញ្ចឹងណាបងចាទី1គឺព្យាយាមសិក្សាស្វែងយល់អំពី digital ឲ្យបានច្រើនជាពិសេសនៅក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាតែយើងដើរអត់តាន់បច្ចេកវិទ្យាមិនមានន័យថាឲ្យយើងខ្លាចជា expert ទេតែយ៉ាងហោចណាស់ឲ្យយើងដឹងអំពីរបៀបនៅក្នុងការការពារខ្លួននៅក្នុងការប្រើប្រាស់ device អីផ្សេងគណនីអីផ្សេងអានឹងយើងគួរតែចាប់ផ្ដើមសិក្សាស្វែងយល់ឲ្យបានច្រើនហើយមួយទៀតខ្លាយជា active bystander បើថាអ្នកដែលសកម្មនៅក្នុងការជួយទៅដល់អ្នកដែលគាត់មានបញ្ហាសកម្មនឹងយ៉ាងម៉េចមានន័យថាបើសិនជាយើងឃើញមានទម្រង់នៃការបៀតបៀនឬក៏អីពីមិត្តភ័ក្តិពីអីអ្នកដែលយើងឃើញយើងស្គាល់នៅលើបណ្ដាញសង្គម
យើងព្យាយាមស្ដាប់គាត់ព្យាយាមផ្ដល់ជាព័ត៌មានទៅដល់គាត់ថាគាត់គួរតែធ្វើយ៉ាងម៉េចអីអញ្ចឹងទៅរាយការណ៍ទៅណាគាត់គួររក្សាអីខ្លះនៅក្នុងភ្លាមហ្នឹងគឺធ្វើជាអ្នកស្ដាប់ដែលគាត់ជឿជាក់ដែលគាត់ជាអ្នកស្ដាប់មួយដែលមកទៅដែលអត់វាតម្លៃគាត់អត់សួរសំណួរបែបស្ដីបន្ទោសគាត់ជឿជាក់លើគាត់ជាដំបូងត្រូវជឿជាក់លើគាត់សិនអាចថាយើងជាម្នាក់ដែលឆ្ងល់បង្អែកសម្រាប់គាត់ដែរដើម្បីបាទបងអាហ្នឹងគឺជារឿងសំខាន់ដែលយើងជាយុវជនយើងគួរតែធ្វើបាទបងហ្នឹងហើយបងខ្ញុំអត់ចង់ឲ្យបញ្ចប់នៅកិច្ចពិភាក្សារបស់យើងទេព្រោះខ្ញុំរៀនសូត្របានច្រើនមែនទែនហើយសម្រាប់ទស្សនិកជនរបស់យើងក៏ដូចគ្នាដែរប្រហែលជាទទួលបានមេរៀនច្រើនទាក់ទងជាមួយនឹងបញ្ហា OGBV មួយនេះអញ្ចឹងដើម្បីជាសង្ខេបជូនអ្នកទាំងអស់គ្នាយើងមើលឃើញថាបញ្ហា OGBV គឺមិនមែនជាបញ្ហាធម្មតាទេប៉ុន្តែគឺជាបញ្ហាដែលយើងត្រូវការដោះស្រាយរួមគ្នាបន្ថែមពីនេះទៀតយើងមើលឃើញថាក្រុមដែលងាយរងគ្រោះដូចដែលបងបាននិយាយគឺមានក្រុមបុគ្គលដែលជាស្ត្រីក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នាហើយនិងអ្នកដែលមានពិការភាពផងដែរហើយនៅត្រង់កន្លែងនេះមិនមែនថាយើងមិនខ្វល់បញ្ហាហ្នឹងឯពេលដែលយើងជួបបញ្ហាយើងត្រូវតែមានការចេះការពារខ្លួនហើយនឹងមួយទៀតគឺការឆ្លើយតបគឺរឿងសំខាន់ហើយនៅក្នុងការឆ្លើយតបនេះយើងក៏មើលឃើញដែរថាអង្គការមួយចំនួនក៏បានធ្វើការទៅលើរឿងហ្នឹងដូចអង្គការក្លាហានបងហើយនៅពីផ្សេងទៀតក៏ក្រសួងមហាផ្ទៃដែរដែលពាក់ព័ន្ធនឹងបញ្ហានេះអញ្ចឹងដូចដែលបងបានលើកឡើងចុងក្រោយដែរថាបញ្ហានេះគឺយើងត្រូវតែផ្ដើមចេញពីខ្លួនឯងហើយនឹងសិក្សារៀនសូត្រស្វែងយល់ពីវាបន្ថែមនិងបន្តទៅការមានថាពេលដែលណាជួបបញ្ហានេះយើងដើរតួជាមនុស្សម្នាក់ដើម្បីអាចជាបង្អែករបស់ពួកគាត់បានផងដែរដូច្នេះសូមអរគុណបងម្ដងទៀតដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមជាមួយនឹងពួកយើងថ្ងៃនេះហើយបានចែករំលែកចំណេះដឹងហើយក៏អរគុណទៅកាន់ទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលតាំងពីដើមរហូតមកដល់ចប់អញ្ចឹងមុននឹងបញ្ចប់កម្មវិធីនេះប្រសិនបើអ្នកទាំងអស់គ្នាមានជាមតិយោបល់អាច comment នៅខាងក្រោមបានដូច្នេះយើងជាក្រុមការងារទាំងមូលពួកយើងសង្ឃឹមថាអ្នកនរគ្នាអាចប្រើប្រាស់សិទ្ធិ Digital ប្រកបដោយសុវត្ថិភាពហើយនៅកុំភ្លេចតាមដានរងចាំទស្សនានូវភាពបន្តទៀតជាមួយនឹងប្រធានបទថ្មីៗនៅក្នុងកម្មវិធីរបស់យើងសូមអរគុណនិងសូមជម្រាបលា